mình được thấy một con cái này nó ngon hai về việc bị đông Android Smart TV ผมក៏ដែល P1 ទៅកាន់ទូរទស្សន៍សេរីចាស់ P1 នេះនៅក្នុងប្រអប់យើងមានដូចជាបាយមួយហើយដុំមួយហើយ tele ដោយប្រាប់ត្រូវស្រាប់ដល់ភ្លើងដែលយើងប្រើមកទូរទស្សន៍យើងដែរថាទូរទស្សន៍យើងមាន HDMI អត់អញ្ចឹងសម្រាប់ទូរទស្សន៍មួយនេះខ្ញុំតែមើលទូរទស្សន៍សេរីចាស់មិនមែនជា Smart TV ទេអញ្ចឹងនេះគឺ HDMI មានដល់ពីរទូរទស្សន៍នេះនៅពីក្រោមនេះមួយទៀតសម្រាប់បងប្អូនដែលមានទូរទស្សន៍តែប៉ុន្តែទូរទស្សន៍អត់មានដូច HDMI អញ្ចឹងបងប្អូនអាចប្រើដុំ Android Smart TV បងប្អូនដែល P1 នេះបានដោយប្រើដោយ AV ដូចប្របាយ3ចេញពីដុំដូចជាយើងប្រើ CD VCD ហ្នឹងបងប្អូន CD VCD DVD ដូចចេញស្លេកចេញរូបភាពអញ្ចឹងតែនេះខ្ញុំតឲ្យមើលអញ្ចឹងយើងខ្ញុំខ្សែ HDMI នេះភ្ជាប់ជាមួយនឹងដុំហើយនឹងប្រកាន់ទូរទស្សន៍យើងដាក់ HDMI ហ្នឹងចូលក្នុងដោយ HDMI របស់ដុំទៅហើយមួយទៀតយើងដាក់ចូលទូរទស្សន៍មកនិយាយស្រួលយើងអាចតម្លើងផ្ទះបានដែរហើយដល់ទៅយើងដល់ចូលដោយ adapter នេះដោយ DC នេះដល់ចូលផ្លុកមកបាក់ភ្លើងហ្នឹងយើងដល់3ទៅហើយយើងដល់ដំណាក់កាលនេះគឺយើងប្រើ tele របស់ទូរទស្សន៍ម្ដងនេះ tele របស់ទូរទស្សន៍បងគឺយើងប្រើ tele ទូរទស្សន៍អញ្ចឹងយើងចុចបើកទូរទស្សន៍មកចុចបើកទូរទស្សន៍មកចុងមុនដំបូងទូរទស្សន៍បញ្ចេញរូបភាពមកបញ្ចេះដោយសារយើងទូរទស្សន៍នេះជាទូទៅយើងប្រើតែគឺយើងប្រើអង្តែនឬក៏យើងយូរការម្ដងមួយយាមហ្នឹងយើងប្រើជាមួយនឹង DVD ឬក៏ VCD ជាង karaoke នៅតាមផ្ទះតាមភូមិហ្នឹងបងប្អូនអញ្ចឹងយើងចូលមកកាន់ tele របស់យើងគឺមានមុខងារសម្រាប់កំណត់ឲ្យទូរទស្សន៍ហ្នឹងទទួលរូបភាពនិងសំឡេងមកពីប្រភពណាអញ្ចឹង tele នេះសម្រាប់ model LG និង model ផ្សេងក៏ដូចតែគ្នាដែរបងប្អូនអញ្ចឹងមានផ្លែកាត់ទៅវាទៅនេះមួយហើយ input វាជួយដាក់ input ហ្នឹងមកគឺយើងឃើញវាបង្ហាញមកថានេះអង្តែនតមក AV តមករឿង HDMI អញ្ចឹងមិញទូរទស្សន៍នេះមានដូច HDMI 12អញ្ចឹងមិញខ្ញុំដល់ចូល HDMI 2បើសិនជាបងប្អូនដល់ចូល HDMI 1យើង select យក HDMI 1មកនៅពីក្រោយដូច HDMI ហ្នឹងគឺមានលេខសម្គាល់លេខ1លេខ2អញ្ចឹងបងប្អូនតាមទូរទស្សន៍ហ្នឹងយើង select យក HDMI 2ហ្នឹងមកហ្នឹងវិធីទី1បងប្អូននេះវិធីទី2រត់ឃើញកន្លែង input នៅតាណាដែរលើ tele យើងចូល like home វិញក្នុង tele home ក៏យើងចុច home មកចេញមកបងប្អូននេះ input ចឹងយើង select input មកក៏ចេញដូចគ្នាដែរយើងលើសយក HDMI 2ព្រោះថាខ្ញុំថតចូល HDMI 2ចឹងនេះដល់យើងដោត Smart TV box model P1 ចឹងដុំហ្នឹងអត់អីញ៉ៃដល់ភ្លើងដើរមកដាក់ចូលដូចភ្លើងហ្នឹងបើភ្លើងក៏លត់ភ្លើងបងប្អូននេះដើរដំណើរការភ្លាម Android TV មិញទូរទស្សន៍សេរីចាស់បងប្អូនឥឡូវខ្លាយជា Smart TV បាត់នេះខ្លាយជា Smart TV បាត់ដល់លោតផ្ទាំង Smart TV នេះបងប្អូនប្រើ tele វិញបងប្អូន